សូមបងប្អូនប្រកបដោយព្រះគុណតាមរយៈការសញ្ចឹងគិតព្រះបន្ទូលនៅថ្ងៃនេះនៅក្នុងសុភាសិតចំពោះ20ខ13កុំឲ្យលមោបដេកក្រែងលោត្រឡប់ជាទាល់ក្រចូលបើកផ្នែកឡើងនោះនឹងបានអាហារឆ្អែតនៅពេលដែលយើងពិចារណាពីខគម្ពីរនេះគឺឆ្លុះបញ្ចាំងអំពីពេលវេលាគឺជាអំណោយដែលព្រះបានផ្ដល់ឲ្យមនុស្សគ្រប់គ្នាស្មើគ្នា24ម៉ោងដូចគ្នាក្នុងមួយថ្ងៃតែមនុស្សខ្លះបានរស់នៅដោយភាពជោគជ័យតែមនុស្សខ្លះបានរស់នៅក្នុងភាពទាល់ក្រការប្រើប្រាស់ពេលវេលាឲ្យបានត្រឹមត្រូវនិងផ្ដល់ផលវិជ្ជមាននៅក្នុងជីវិតរបស់បងប្អូនរាល់គ្នាតែការប្រើប្រាស់ពេលវេលាខ្ជិលស្មើនឹងការបំផ្លាញជីវិតខ្លួនឯងត្បិតជីវិតរបស់យើងត្រូវបានកំណត់ដោយពេលវេលាមានន័យថាជីវិតយើងមានពេលវេលាមានដែនកំណត់កាលណាប្រើប្រាស់ពេលវេលាថ្ងៃនេះសម្រាប់តែការគេងអស់ហើយនោះវានឹងមិនអាចផ្ដល់ឬទាញយកនៅអត្ថប្រយោជន៍អ្វីបានពីពេលវេលាដែលយើងបានចំណាយរួចទៅហើយនោះឡើយការដេកឲ្យបានគ្រប់គ្រាន់បងប្អូនហើយជាការពិតណាស់វាសំខាន់សម្រាប់សុខភាពតែការដេកលើសកំណត់នោះស្មើនឹងការលមោបដេកមនុស្សដែលលមោបដេកជាមនុស្សដែលខ្ជិលដោយគ្មានផែនការច្បាស់លាស់ក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនមនុស្សលមោបដេកចូលចិត្តតែភាពងាយស្រួលប្រសិនបើមានការលំបាកកើតឡើងនោះគេនឹងបោះបង់ចោលភ្លាមព្រះគម្ពីរបានប្រាប់យើងថាកុំឲ្យលមោបដេកក្រែងលោត្រឡប់ជាទាល់ក្រភាពទាល់ក្រនេះមិនមែនគ្រាន់តែសំដៅទៅលើសម្ភារៈឬទ្រព្យសម្បត្តិនោះឡើយតែក៏អាចសំដៅទៅលើភាពក្រីក្រខាងឯវិញ្ញាណភាពក្រីក្រខាងឯឱកាសដែលគ្មានឱកាសក្នុងការទទួលបាននៅការធ្វើអ្វីមួយដែលល្អប្រសើរនិងការក្រីក្រខាងភាពរីកចម្រើននៅពេលដែលពួកគេលមោបដេកដូច្នេះហើយព្រះបន្ទូលរំលឹកយើងថាចូលបើកផ្នែកឡើងនោះនឹងបានអាហារឆ្អែតឬយើងអាចនិយាយម្យ៉ាងទៀតថាចូលឧស្សាហ៍ឡើងចូលភ្ញាក់ពីព្រលឹមហើយនឹងព្យាយាមធ្វើគ្រប់កិច្ចការទាំងអស់ដោយភាពឧស្សាហ៍ហ្មត់ចត់និងព្យាយាមបំផុតដោយសុភាសិតខ្មែរយើងមួយពោលថារពឹសដៃផ្ទៃឆ្អែតគឺសំដៅទៅលើភាពឧស្សាហ៍ព្យាយាមដែលមិនខ្ជិលច្រអូសភាពឧស្សាហ៍ព្យាយាមនេះឯងតែដែលនាំមកនៅភាពរីកចម្រើនភាពជោគជ័យនិងភាពបានពេញរបរិបូរណ៍ខាងឯព្រលឹងវិញ្ញាណក្នុងជីវិតជាគ្រីស្ទបរិស័ទព្រមទាំងភាពបរិបូរណ៍ខាងរូបកាយផងដែរដូច្នេះចូលភ្ញាក់រលឹកហើយរស់នៅដោយដឹងខ្លួនជានិច្ចព្រមទាំងសួរនៅសំណួរខ្លួនឯងជារៀងរាល់ថ្ងៃថាតើខ្ញុំនៅសល់ពេលវេលាប្រមាណទៀតនៅលើផែនដីនេះហើយតើខ្ញុំគួរតែប្រើប្រាស់ពេលវេលាចុងក្រោយនេះដោយរបៀបណាដើម្បីរីកចម្រើនបង្កើតផលផ្លែនិងផ្ដល់ផលវិជ្ជមានដល់អ្នកដែលរស់នៅជុំវិញព្រះម្ចាស់នៃយើងខ្ញុំសូមអរគុណដល់ទ្រង់សម្រាប់ព្រះបន្ទូលដ៏រស់តែងតែរំលឹកដាស់តឿននិងវាយប្រដៅយើងខ្ញុំឲ្យរស់នៅក្នុងភាពឧស្សាហ៍ព្យាយាមរស់នៅក្នុងភាពភ្ញាក់រលឹកជានិច្ចកុំឲ្យយើងខ្ញុំធ្លាក់ទៅក្នុងភាពខ្ជិលច្រអូសឬការដែលលមោបដេកនោះឡើយដើម្បីកុំឲ្យយើងខ្ញុំធ្លាក់ទៅក្នុងភាពក្រីក្រខាងឯវិញ្ញាណខាងឯរូបកាយឬសម្ភារៈផ្សេងព្រះអង្គចាស់សូមបានផ្លាស់ប្ដូរយើងខ្ញុំឲ្យរស់នៅដោយការខិតខំប្រឹងប្រែងសូមព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំជារៀងរាល់ថ្ងៃសូមលើកទឹកចិត្តដល់យើងខ្ញុំជានិច្ចដើម្បីឲ្យយើងខ្ញុំអាចនឹងបន្តការល្អដែលមកពីទ្រង់ស្របតាមបំណងព្រះហត្ថទ្រង់ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន